សួស្តីអ្នកទាំងអស់គ្នានេះគឺខ្ញុំមកដល់កន្លែងឃ្មុំហើយបងប្អូនគុំអាស័យក្រាស់ខ្មឹកមួយហ្នឹងឃ្មុំនៅបងប្អូនក្រាស់មែនតើហើយអាស័យព្រៃទៀតមិនអាស័យព្រិចអាស័យអីទេខ្ញុំសម្លឹងមើលទៀតចាំមើលយើងទៅមើលទាំងអស់គ្នាយកបានមកខ្ញុំត្រៃមកសបកអីបងប្អូននៅខាងលើនេះបងប្អូននៅខាងលើកំរាស់ហ្នឹងថតអត់ទាន់ឃើញបងប្អូនចាំមើលនៅខ្ពស់ទៀតឥឡូវយើងកាប់ទូបានប៉ុណ្ណេះបងប្អូនបានទូខ្លះហើយបែកញើសខ្ចាស់យើងកាត់នឹងវាលហលហៅឲ្យវានៅលើនោះបងប្អូនអើយខ្ពស់មែនតើកាមេរ៉ាចាប់មិនបានទេខ្ពស់ហ៎បងប្អូនខ្ពស់មែនតើអាស័យនេះយើងកាត់ខាងក្រោមនេះបងប្អូនហើយយើងកាត់បានខ្លះហើយកាត់នឹងកើកន្លែងនេះកើឲ្យហ្នឹងបងប្អូនប្រហែលយកយូរបងប្អូននោះយើងកាប់បានហើយប្រឡោះពេលនេះឡើងកាប់ណាចាំយើងទៅហៅទីហៅអីទៀតបងប្អូនកាប់បាននឹងអាចាស់ដៃយកបលាមុតដល់ពេញជើងណាឈាមដៃមេដៃបាត់មួយអូនអើយបងប្អូនអើយនោះអស័យកាប់ខាងលើឥឡូវហត់ហើយសម្រាប់ផ្លែសិនបងប្អូនសម្រាប់ផ្លែសិនហត់បាត់ហើយខ្ពស់ពេកបងប្អូនខ្ពស់សម្រាប់កាមេរ៉ាថតក៏ថតអត់តាន់ឃើញឃ្មុំនឹងដែរតឡើងទៅបងប្អូនឥឡូវយើងឈប់សិនមកសបកធំមកចង់3ម៉ោងបាត់ហើយឥឡូវយើងរៀបនាទីហើយបងប្អូនតែយើងបាក់ដាក់កាមេរ៉ាឡើងទៅថតផ្ទាល់បងប្អូនវានៅចុងខាងលើខ្ញុំច្អល់ចុងតាមហ៊ូននឹងទៀតអញ្ចឹងយើងមានន័យថាយើងហូលតាមប្រឡោះហ្នឹងទៅបងប្អូនតែបើបានឃ្មុំបានចាំខ្ញុំបង្ហាញនៅពេលក្រោយបងប្អូនព្រោះអត់ហ៊ានបថយយកទូរស័ព្ទទៅទេខ្លាចធ្លាក់បែកបងប្អូនឥឡូវយើងមានភាពគប់ភាពអីហើយឡើងតាមគុំស័យហ្នឹងបងប្អូនទានៅខាងក្រោយតោះនៅបងប្អូនឃើញនៅខាងក្នុងហ្នឹងបងប្អូនមុំនៅក្នុងហ្នឹងធំមែនតើបងប្អូននៅជ្រៅបងប្អូនលឺចុងអាស័យទៅមកនិយាយទៅខ្ពស់ហ៎បងប្អូនមើលឃើញអត់ខ្ញុំបាក់បងប្អូនឃើញកន្លែងអែបមកអាស័យភ្លើងឆេះនោះខ្ញុំដាក់ប្រហុយមកនោះជាប់គ្នានោះលើនោះបងប្អូនឥឡូវខ្ញុំទុនដៃទុនជើងនឹងយកបាននេះចុងអាស័យនៅលើគ្នាបងប្អូនមើលទៅក្រោមមើលខ្ពស់ចង់ងាប់អានេះលើចុងអាស័យអាហ៊ានប្លែងដៃធ្លាក់ភីងមកម៉ែកន្លែងយើងឡើងទៅនោះឥឡូវមិនទាន់បានទេបងប្អូនបែកញើសខ្ចាយមកតាំងពីម៉ោង2ឥឡូវម៉ោងប្រហែលជា5ឥឡូវហើយមកជិត2ម៉ោងជាងហើយអត់ហើយបងប្អូនអត់ហើយថ្ងៃលិចបាត់ហើយមកតាំងម៉ោង2ឥឡូវបែកញើសខ្ចាយផឹកទឹកសិនបងប្អូនផឹកទឹកហើយមិនបានទេបានពាក់កណ្ដាលបងប្អូនបានពាក់កណ្ដាលបានមកអាំងយើងឡើងទៀតកើចុងខ្លាចធ្លាក់បងប្អូនខ្លាចធ្លាក់នោះខ្ញុំដាក់ថង់ខាងក្រោយនោះបងប្អូនទុកថង់ក្នុងម៉ូតូបានដែរបងប្អូនតែយើងហ៊ានឡើងខ្ពស់ទេឡើងយូរធ្លាក់ព្រោះនៅចុងអាស័យបងប្អូនចុងអាស័យលើទៀតតែយើងឡើងមិនស្រួលក្តឹបយ៉ាប់ដែរនោះអត់ទេបើថានៅទៀតស្រួលយកទេតកៅសាច់យកបានបាត់ហើយតែខ្ពស់ជ្រុលតកៅមិញផិតប្រផោយបានពាក់កដាល2ដុំខ្ញុំផ្លិតធំមកបងប្អូនអើយតែបងប្អូនថតគុំជាប់បានឲ្យមើលឃើញដែរលើហត់បែកញើសខ្ចាយ 2-3 ម៉ោងលេងពោះពេកទៅទៀបស្រួលយកដើមស្វាយនៅដើមឈើស្រួលយកហ្មងមើលអានេះគ្រូយកឃ្មុំអីអានេះបើមិនអ្នកចេះយកស្អីអូមិនបាច់ទេរត់ប្រផាត់ប្រភីងនេះប៉ះអ្នកចេះយកមិនយកបានប៉ុណ្ណឹងឥឡូវចិត្តដំណើរទៅផ្ទះឲ្យបាន2បងប្អូនថ្ងៃលិចបាត់ហើយនេះបងប្អូនសរុបមកថ្ងៃលិចហើយនេះយើងបានមកផ្លិតពាក់កដាលហើយបងប្អូនប៉ុន្តែវាបែកយើងទាញតកៅមកបងប្អូនបែកនេះគេតកៅមកបែកខ្ញុំថតបងប្អូនមើលឃើញឃ្មុំទេឥឡូវយើងយកបានបងប្អូនអត់ប្រេងបងប្អូនទេមិញថាបាន2ជំនាកឥឡូវបាន4ជំនាកបានពាក់កដាលហើយទុកវាពាក់កដាលទេបងប្អូនយកតោះបានបងប្អូននេះអ្នកចេះយកមិនបានទេដាក់លើដៃខ្ញុំតោះយើងធ្វើដំណើរទៅផ្ទះវិញអរគុណច្រើនបងប្អូនដែលបានទស្សនាវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់ឥឡូវយើង
ទៅផ្ទះទាំងអស់គ្នាបាយបាយបងប្អូនទាំងអស់គ្នា